Slide បងថ្នាក់ទី 12 ទាំងអស់គ្នាលំហាត់អង្តិក្រាលមួយនេះមើលទៅដូចជាងាយប៉ុន្តែសិស្សប្រហែលជា 90% តែងតែធ្វើច្រឡំនៅពេលប្រឡងតោះអញ្ចឹងបងប្អូនមកមើលទាំងអស់គ្នាតើបងប្អូនស្ថិតនៅក្នុង 10% ដែលសិស្សដែលធ្វើត្រូវដែរឬទេណាអញ្ចឹងទាំងអស់គ្នាសង្កេតមើលកន្លែងនេះបន្តិចយើងឃើញថា x ស្វ័យគុណ ស្វ័យគុណ x និង ស្វ័យគុណ គឺវាមើលទៅស្រដៀងគ្នាប៉ុន្តែការគណនាគឺខុសគ្នាដាច់តែម្ដងណាអញ្ចឹងយើងសូមមុននឹងយើងចូលទៅក្នុងការដោះស្រាយនេះគ្រូបែងចែកជា3ជំហានដែលជំហានទី1គឺយើងបំបែកអង្តិក្រាណាអញ្ចឹងតួទី1គឺអ្នកគ្រូអាចបំបែកបានអង្តិក្រា x ស្វ័យគុណ dx ហើយជំហានទី2គឺសំទោសតួទី2គឺអង្តិក្រា ស្វ័យគុណ x dx ហើយជំហានតួទី3គឺអង្តិក្រា ស្វ័យគុណ dx ចាអញ្ចឹងយើងទៅមើលក្នុងការគណនាមួយទាំងអស់គ្នាចាយើងមើលតួទី1របស់យើងគឺយើងប្រើរូបមន្តស្វ័យគុណហេតុអីបានជាអ្នកគ្រូប្រើរូបមន្តស្វ័យគុណដោយសារតែយើងសង្កេតឃើញថា x របស់ n របស់យើងគឺស្មើ អញ្ចឹងបើ n ស្មើ មានន័យថា n គឺជាចំនួនលេខពួក យើងគឺជាតម្លៃ exponential ស្មើនឹង 2.7182 អញ្ចឹងទៅឬក៏យើងថា 2.7 អញ្ចឹងទៅអញ្ចឹងយើងប្រើរូបមន្តអង្តិក្រា x ស្វ័យគុណ n dx ស្មើនឹង x ស្វ័យគុណ n បូក1ចែកនឹង n បូក1បូកជាមួយនឹង c មួយទៀតកាលណាយើងលុបអង្តិក្រា dx ចេញគឺយើងបូកថែម c ណាចាអញ្ចឹងមានន័យថាយើងអាចយកវាមកចំនួននៅក្នុងរូបមន្តរបស់យើងគឺអង្តិក្រា x ស្វ័យគុណ dx គឺយើងអាចទៅសេបាន x ស្វ័យគុណ បូក1ចែកនឹង បូក1ចំពោះតួទី2គឺអង្តិក្រា ស្វ័យគុណ x dx អញ្ចឹងអានេះគឺជាអង្តិក្រាលនៃអនុគម exponential គឺវាស្មើនឹងចំនួនរបស់វាដដែលគឺ ស្វ័យគុណ x តួទី3ចុងក្រោយ ស្វ័យគុណ ស្វ័យគុណ នេះវាគឺជាតម្លៃលេខយើងអត់ដឹងថាវាជាតម្លៃលេខស្មើប៉ុន្មានទេប៉ុន្តែយើងគ្រាន់ដឹងថាវាជាតម្លៃលេខអាច5 15អីចឹងទៅព្រោះយើងដឹងថា គឺ 2.7 អញ្ចឹង 2.7 ស្វ័យគុណ 2.7 ក៏វានៅតែជាលេខដែរអញ្ចឹងកាលណាយើងប្រើរូបមន្តអង្តិក្រាលេខគឺយើងយកលេខទៅគុណជាមួយនឹងអធិ x ណាអញ្ចឹងអង្តិក្រា ស្វ័យគុណ dx គឺយើងបាន x ស្វ័យ x គុណនឹង ស្វ័យគុណ ចាជំហានទី3គឺទាំងអស់គ្នាអាចយកវាមកបញ្ចូលគ្នាទាំងអស់គ្នាមកចម្លើយរបស់យើងតួទី1យើងគឺ x ស្វ័យគុណ បូក1ចែកនឹង បូក1បូកជាមួយនឹង ស្វ័យគុណ x កន្លែងបូកនេះគឺយើងមើលនៅលើលំហាត់យើងជាក់ស្ដែងបើសិនជាកន្លែងនឹងដកយើងដាក់ដកវិញបើកន្លែងនឹងបូកយើងដាក់បូកវិញណាប៉ុន្តែលំហាត់របស់យើងជាក់ស្ដែងគឺសញ្ញាបូកណាអញ្ចឹងយើងបូកជាមួយនឹង ស្វ័យគុណ x បូកជាមួយនឹង c ដែល c នឹងគឺជារបស់ r ឬក៏របស់ c ណាអញ្ចឹងសូមឲ្យទាំងអស់គ្នាចាំក្បួននេះឲ្យច្បាស់ណាអថេនៅខាងក្រោមជាស្វ័យគុណអថេនៅខាងលើគឺជា exponential ណាបើគ្មានអថេទៅសោះវាគឺជាចំនួនថេអញ្ចឹងជាចុងក្រោយអ្នកគ្រូមានលំហាត់ឲ្យទាំងអស់គ្នាមួយដើម្បីឲ្យទាំងអស់គ្នាអនុវត្តតើអង្តិក្រា1លើ 2x dx តើចម្លើយចុងក្រោយយើងស្មើនឹងប៉ុន្មានទាំងអស់គ្នាអាច comment ចម្លើយនៅពីក្រោមវីដេអូនេះអ្នកគ្រូនឹងកែជូនបងប្អូនទាំងអស់គ្នាបើបងប្អូនយល់នៅ technique ទាំងនេះកុំភ្លេចចុច like ហើយនិង share ដើម្បីទុកមើលពេលប្រឡងហើយនឹង follow page អ្នកគ្រូម្នាក់ផងដើម្បីបានលំហាត់ប្លែកៗជារៀងរាល់ចុងសប្តាហ៍ចាជាចុងក្រោយសូមអរគុណសូមជម្រាបលា